បរិសុទ្ធជាប្តីមានចិត្តរើសអើងថាភរិយាខ្លួនមានដើមទ្រូងតូចពេកទើបគេយកគ្រីមមកសូនធ្វើជាដើមទ្រូងសព្វនិមិត្តឲ្យនាងដោយមានអារម្មណ៍ថាត្រូវប្តីប្រមាថមើលងាយភរិយាក៏ផ្ទុះកំហឹងយ៉ាងខ្លាំងនាងបានចាប់ច្របាច់ខ្លាញ់ក្បាលពោះរបស់ប្តីរួចយកទៅញាត់បំពេញនៅត្រង់ស្មារបស់គេវិញរួចសួរដោយកំហឹងថាតើអ្នកឯងគិតថាខ្លួនឯងស័ក្តិសមនឹងខ្ញុំដែរឬទេតាមពិតទៅអ្នកទាំងពីរគឺជាគូស្វាមីភរិយាថ្មីថ្មោងនៅក្នុងពិធីមង្គលការដែលពោពេញដោយពាក្យជូនពរពីសាច់ញាតិមិត្តភ័ក្តិពួកគេបានលើកកែវស្រាអបអរសាទរប៉ុន្តែប្តីបែរជាធ្វើឲ្យស្រាក្រហមកំពុះលើរោគការរបស់កូនក្រមុំដោយអចេតនាទោះបីជាខឹងខ្លាំងប៉ុន្តែដោយឃើញថាប្តីមិនបានតាំងចិត្តនាងក៏បានប្រើការថើបមួយដើម្បីរំសាយភាពអាប់អួរនេះមិនយូរប៉ុន្មានគូស្នេហ៍ទាំងពីរក៏បានឈានជើងចូលដល់បន្ទប់សំដំណេកប៉ុន្តែក្នុងបន្ទប់នោះបែរជាទេស្អាតគ្មានអ្វីទាំងអស់ឃើញដូចនោះប្តីក៏បានអន់ចុះទៅដីរួចច្របាច់សូនចុះឡើងតែមួយសន្ទុះក្រោយមកគេក៏សូនបានជាក្រែដេកដ៏ទន់ល្មើយមួយចំណែកភរិយាដែលមានអារម្មណ៍ថាខ្វះអ្វីម្យ៉ាងក៏បានសូនជាបិទកាកូឡាបដាក់នៅក្បាលក្រែដើម្បីបង្កើនបរិយាកាសក្រោមការខិតខំប្រឹងប្រែងរួមគ្នាផ្ទះរបស់ពួកគេចាប់ផ្ដើមមានសម្ភារៈប្រើប្រាស់គ្រប់សពភរិយាដែលមានដៃចំណានបានសូនធ្វើជាទូរទស្សន៍មួយគ្រឿងនៅពេលនោះប្តីក៏មានគំនិតឆ្លាតវៃមួយដោយគេបានសូនធ្វើជាក្រែពីរកទេស្មានថាប្រពន្ធនឹងសរសើរប៉ុន្តែនាងបែរជាមិនសប្បាយចិត្តទៅវិញព្រោះនាងខ្លាចការមានកូនធ្វើឲ្យរូបរាងមានប្រែជាថត់ជ្រុលដោយឃើញភរិយាបដិសេធដដែលប្តីក៏មានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងដើម្បីលួងចិត្តប្តីភរិយាក៏បានសូនកូនឆ្កែមួយដាក់ក្នុងក្រែទីរុកនោះទុកដូចជាកូនប្រុសទោះបីជាប្តីបង្ហាញក្តីត្រេកអរប៉ុន្តែគ្រាប់ពូជនៃភាពខកចិត្តបានដុះក្នុងចិត្តគេបាត់ទៅហើយយប់មួយខណៈដែលភរិយាកំពុងជក់ចិត្តមើលរឿងភាគក្នុងទូរទស្សន៍និងស្រមៃចង់ទៅដើរលេងមាត់សមុទ្រដ៏រ៉ូមែនទិកជាមួយប្តីស្រាប់តែប្តីដើរមកអង្វរនាងសុំមើលការប្រកួតបាល់ទាត់វិញបន្ទាប់ពីការអង្វរករយ៉ាងខ្លាំងទោះបីជាមិនពេញចិត្តក៏នាងព្រមហុចតេឡេឲ្យប្តីរួចនាងក៏ទៅសូនរូបឆ្នេរខ្សាច់សម្រាប់ដំណើរកំសាន្តទឹកឃ្មុំដែលនាងរំពឹងទុកប៉ុន្តែប្តីបែរជាធ្វើមុខជូរហួសរួចគូររូបកាក់មាសមួយដើម្បីបញ្ជាក់ថាប្រាក់សន្សំបានអស់ហើយភ្លាមនោះគេក៏បានច្របាច់រូបឆ្នេរខ្សាច់នោះឲ្យទៅជាដុំរួចកែច្នៃវាទៅជាការបោះតង់ក្រៅផ្ទះវិញប៉ុន្តែភរិយារាជការជួបសត្វព្រៃធ្វើឲ្យការពិភាក្សានេះត្រូវបញ្ចប់ដោយភាពមិនរីករាយភរិយាព្យាយាមដុសខាត់ស្នាមស្រាក្រហមនៅលើរោគការប៉ុន្តែដូចយ៉ាងណាក៏មិនជ្រះនៅពេលនោះប្តីបានដើរមកអោបស្មានាងមើលទៅដូចជាពួកគេត្រូវរើគ្នាវិញប៉ុន្តែបញ្ហាពិតប្រាកដមិនទាន់ត្រូវបានដោះស្រាយឡើយព្រឹកឡើងកូនឆ្កែបានព្រោះមិនឈប់ព្រោះចង់ចេញទៅដើរលេងខាងក្រៅភរិយាចង់ឲ្យប្តីនាំវាទៅប៉ុន្តែប្តីកំពុងជក់ចិត្តមើលបាល់ទាត់មិនខ្វល់ខ្វាយអ្វីទាំងអស់នៅពេលដល់វគ្គសំខាន់នៃការប្រកួតភរិយាមានចិត្តខឹងក៏រុញទៅផ្ងាជើងប្តីដែលមិនមែនជាមនុស្សអត់ធ្មត់ក៏បានជន់កូនឆ្កែដែលចិញ្ចឹមច្រើនឆ្នាំនោះឲ្យខ្ទេចរួចយកសាកសវាមកសូនជាទូរទស្សន៍ដើម្បីមើលបន្តលើកនេះភរិយាពិតជាខ្ទេចខ្ទាំចិត្តជាខ្លាំងដើម្បីលួងចិត្តប្រពន្ធប្តីក៏រើគ្រីមមកបិទបាំងស្នាមស្រាក្រហមត្រង់ដើមទ្រូងនាងនៅពេលនាងស្មានថាប្តីកែខ្លួនគេបែរជាយកគ្រីមដែលនៅសល់មកសូនជាដើមទ្រូងខ្លាំងៗឲ្យនាងទៅវិញដោយមានអារម្មណ៍ថាត្រូវប្រមាថនាងក៏ចាប់ខ្លាញ់ក្បាលពោះប្តីមកញាត់ត្រង់ស្មាគេវិញព្រោះនាងក៏ធុញទ្រាន់នឹងភាពយឺតយ៉ាវរបស់ប្តីដែរពួកគេចាប់ផ្ដើមសូនកែប្រែរូបរាងគ្នាទៅវិញទៅមកអារម្មណ៍ដែលសង្កត់សង្កិនជាច្រើនឆ្នាំបានផ្ទុះឡើងពួកគេចង់ហែកគូគ្នានិងចង់សូនដៃគូឲ្យទៅជាមនុស្សក្នុងក្តីស្រមៃរៀងខ្លួនបន្ទាប់ពីសង្គ្រាមនោះចប់ទៅនៅក្នុងពិភពពិតគូស្វាមីភរិយាមួយគូបានបើកប្រអប់នំខេកមួយនៅលើនំខេកនោះរូបចម្លាក់ប្តីប្រពន្ធមានសភាពញញែកខូចទ្រង់ទ្រាយអស់ទៅហើយប៉ុន្តែពួកគេមនុស្សពិតមិនបានចាប់អារម្មណ៍ឡើយហើយនៅតែលើកកែវស្រាអបអរសាទរជាអកុសលស្រាក្រហមបានកំពុះចេញមកម្ដងទៀតហើយប្រឡាក់លើរូបកូនក្រមុំវាមិនមែនជារឿងចៃដន្យឡើយដែលលទ្ធផលចុងក្រោយរបស់ពួកគេប្រហែលជាអាចនឹងដូចទៅនឹងរូបចម្លាក់ប្តីប្រពន្ធនៅលើនំខេកនោះដែរ